ngày ní ngày tết thì nhom ban khơi nhom thọt mưa thọt cha khơi nó thọt piu lắcแต่ មានអនុស្សាវរីយ៍ជាច្រើនដែលគេចាប់ផ្ដើមធ្វើជ្រុញដំបងបាទធ្វើជ្រុញដំបងជាមួយលោកគ្រូរបស់ខ្ញុំបាទជ្រុញដំបងជាកន្លែងដែលយើងមានរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាในការចាប់ផ្ដើមធ្វើជ្រុញដំបងហ្នឹងពេលខ្ញុំត្រឡប់មកមើលថតនេះម្ដងទៀតខ្ញុំមានអារម្មណ៍ពិតជាថា surprise ខ្លាំងមែនទែនដែលពួកខ្ញុំជាមួយលោកគ្រូបានធ្វើដោយដៃបាទដោយដៃយើងផ្ទាល់តែម្ដងកាលនោះយើងមិនមានរោងចក្រស្អាតបាតអីទេហើយក៏មិនមានខ្សែសម្រាប់ផលិតកម្មពេញលេញអីដែរមិនមានម៉ាស៊ីនច្រើនទេហើយក៏យើងមិនដឹងថាថ្ងៃអនាគតយើងអាចដើរបានឆ្ងាយប៉ុណ្ណាដែរអ្វីដែលយើងមាននោះគឺមានតែដៃនិងការតាំងចិត្តនឹងឈើមួយដុំឲ្យប្រែក្លាយឈើធម្មតាមួយទៅជាឈើដែលមានគុណភាពដែលមានជារបស់ប្រើប្រាស់ដល់ក្នុងផ្ទះបងប្អូនតែម្ដងបាទឲ្យមានប្រយោជន៍និងមានតម្លៃតែយើងធ្វើជ្រុញដំបងយើងធ្លាប់គិតថាជ្រុញដែលយើងធ្វើហ្នឹងគឺមួយហ្នឹងអាចខ្លាយជា100ខ្លាយជា1000ខ្លាយជា10000ជ្រុញបាទហើយយើងធ្វើបន្តិចម្ដងចាប់ដើមមានក្រុមការងារមានរោងចក្រមានសង្វាក់ផលិតកម្មជាពិសេសមានប្រជាជនគ្រប់គ្រងច្រើនជាបងប្អូនជាពលរដ្ឋគ្រប់គ្រងផលិតផលរបស់យើងច្រើននិងជាពិសេសទៀតយើងមានម៉ាកយីហោរបស់យើងផ្ទាល់តែម្ដងគឺ Vitic Cambodia បាទជារបស់ផលិតផលរបស់ខ្មែរយើង 100% តែម្ដងហើយខ្ញុំគិតថាការធ្វើអាជីវកម្មមិនមែនចាប់ផ្ដើមឡើងយើងអាចមើលឃើញភាពជោគជ័យបានទេបងប្អូនបាទអាជីវកម្មធំជាច្រើនធ្វើឡើងគឺចាប់ពីទូទៅណាមានអាជីវកម្មធំជាច្រើនណាស់ចាប់ពីទូទៅណាចាប់ពីអេតចាយលក់អេតចាយក៏មានដែររហូតដល់ធ្វើធំឡើងទៅបានហើយខ្ញុំសង្ឃឹមថាក្រុមហ៊ុនរបស់ខ្ញុំនឹងរីកធំធាត់ទៅថ្ងៃអនាគតបានធំបាទហើយថ្ងៃនេះដែរទៅពេលដែលខ្ញុំមើលរូបថតមួយសន្លឹកដែលខ្ញុំចាប់ផ្ដើមធ្វើជ្រុញដំបងខ្ញុំគិតថាជ្រុញនេះប្រហែលជាមិនមែនជាជ្រុញដែលស្អាតជាងគេដែលយើងធ្វើនៅក្នុងដែលយើងធ្លាប់ធ្វើកន្លងមកទេក៏ប៉ុន្តែវាជាផលិតផលដំបងដែលចាប់ផ្ដើមបាទឲ្យមានជ្រុញមួយនេះហើយគឺមាន Vitic Cambodia ជ្រុញប្រណិតបាទទៅដល់ផ្ទះលោកអ្នកតែម្ដងអញ្ចឹងខ្ញុំសប្បាយចិត្តខ្លាំងថ្ងៃនេះ